កម្លាំងអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីគ្រឿងញៀនពីរទីតាំងនៅស្រុកព្រៃកបាស់ឃាត់ខ្លួនជនសង្ស័យ2នាក់តាកែវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកបាស់និងស្រុកសំរោងបានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅពីរទីតាំងក្នុងស្រុកព្រៃកបាស់ដោយឃាត់ខ្លួនជនសង្ស័យបាន2នាក់និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី20ខែកក្កដាឆ្នាំ2026ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសេងមហាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនិងសម្របសម្រួលនីតិវិធីដោយឯកឧត្តមឯកឆេងហួតព្រះរាជអាជ្ញាអមសាលាដំបងខេត្តតាកែវការបង្ក្រាបនេះដឹកនាំដោយលោកអនុសេនីយ៍ឯកជួនតរតៈនាយការិយាល័យប្រឆាំងគ្រឿងញៀនសមត្ថកិច្ចបានចុះឆែកឆេរនៅពីរទីតាំងរួមមានចំណុចលើខ្នងប្រឡាយខាងលិចភូមិជំរុំឃុំព្រៃផ្ដៅស្រុកព្រៃកបាស់ខេត្តតាកែវចំណុចផ្លូវលំខាងកើតវត្តចំណោមភូមិចំណោមឃុំកំពែងស្រុកព្រៃកបាស់ខេត្តតាកែវជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានវិតពៅអាយុ20ឆ្នាំរស់នៅភូមិព្រៃផ្ដៅឃុំព្រៃផ្ដៅស្រុកព្រៃកបាស់ខេត្តតាកែវហើយកំហុងអាយុ27ឆ្នាំរស់នៅភូមិចំណោមឃុំកំពែងស្រុកព្រៃកបាស់ខេត្តតាកែវក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សុទ្ធថ្លាសង្ស័យជាសារធាតុញៀនចំនួន38កញ្ចប់មានទម្ងន់សរុប 18.78 ក្រាមទាំងសំបកថង់ទូរស័ព្ទដៃ3គ្រឿងជញ្ជីងថ្លឹងថ្នាំញៀន1គ្រឿងនិងសម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនបច្ចុប្បន្នជនសង្ស័យទាំង2នាក់រួមជាមួយវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តតាកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់សូមចូលទៅកាន់គេហទំព័រ freenewscambot.com ដើម្បីអានព័ត៌មានថ្មីៗរហ័សច្បាស់លាស់និងទាន់ហេតុការណ៍ពី SR News